បងប្អូនដែលមិនសូវស្ទាត់ជំនាញក្នុងការសរសេរជាភាសាខ្មែរនៅលើទូរស័ព្ទអាចប្រើប្រាស់សំឡេងបានក្នុងការសរសេរអក្សរអញ្ចឹងខ្ញុំគ្រាន់តែនិយាយដាក់ទូរស័ព្ទរបស់ខ្ញុំទៅវានឹងសរសេរតាមពាក្យដែលខ្ញុំបាននិយាយនឹងហើយខ្ញុំគិតថាវាល្អមែនទែនសម្រាប់អ្នកដែលគាត់ដូចជាមនុស្សចាស់ឬគាត់មិនសូវជាស្ទាត់ក្នុងការសរសេរណាហើយសំខាន់ទៀតយើងចំណេញពេលក្នុងការសរសេរអក្សរបើយើងចង់ផ្ញើជាសំឡេងតែមុនចូលកាន់វីដេអូនេះខ្ញុំក៏គុណអ្នកឧបត្ថម្ភដែរសម្រាប់បងប្អូនដែលចង់បាន iPhone ឬក៏ Samsung ទាំងថ្មីមកទឹកបងប្អូនដែលទឹកខ្មែរ168 phone សបានគាត់មានវាយដូរឡើងសេរីគាត់មានបង់លុយជាមួយនឹងហាងឬក៏បង់រំលោះសុទ្ធជាមួយនឹងធនាគារក៏បានដែរហើយគាត់ថែមទាំងមានការធានាជូនដល់ទៅ1ឆ្នាំទៀតអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទាំងពីរទាំងនៅលើទូរស័ព្ទ Android ទាំងនៅលើទូរស័ព្ទ iPhone អញ្ចឹងខ្ញុំសូមបង្ហាញនៅលើ iPhone មុនបងប្អូនត្រូវការចូលមកកាន់ App Store ហើយបងប្អូន download កម្មវិធីមួយមានឈ្មោះថា Gboard យើងធ្វើការដំឡើងវាមកបន្តទៀតយើងក៏ចុចបើកហើយបងប្អូនចុច Get Started យើងចុច Enable Full Access ចុច Get Start វានឹង load ចូលមកកាន់ setting ត្រង់នេះចូលមកកាន់ keyboard ហើយយើងបើកមកវាទាំងពីរនេះមកចុច allow ទៅបើកទាំងពីរហ្នឹងហើយយើងត្រឡប់មកក្រោយវិញហើយយើងចូលមកកាន់កន្លែង language កន្លែងនេះគឺយើងត្រូវការ add ភាសាអញ្ចឹងយើងចុច add ជាភាសាខ្មែររបស់យើងអញ្ចឹងខ្ញុំ search ខ្មែរខ្ញុំ select ខ្មែរយកមកអូខេអញ្ចឹងវា save ចូលហើយអញ្ចឹងក្នុងនោះខ្ញុំត្រូវការត្រឡប់មកក្រោយវិញលើឧទាហរណ៍ខ្ញុំចូលមកកាន់ Messenger ចុះខ្ញុំចូលមកកាន់ Messenger ហើយខ្ញុំលុបនេះចេញសិនហើយបន្តមកទៀតខ្ញុំដូរ keyboard មក Gboard ដែលខ្ញុំទំទាញយកមុនហ្នឹងនេះវា load មកចេះអញ្ចឹងបងប្អូនចុចឲ្យកន្លែងនេះមួយទៀតមកវាដូរមកភាសាខ្មែរហើយចុចកន្លែងប៊ូតុងសំឡេងហើយខ្ញុំចុចយល់ព្រមខ្ញុំចុច allow សួស្ដីសុខសប្បាយទេហើយខ្ញុំចុចដោយសារ iPhone វារៀងកាំងចុចនេះអត់ដើរទេតើយើងត្រឡប់មកវិញចេះត្រឡប់វិញអក្សរហ្នឹងគឺវា save យើងហ្មងនៅលើ Android វិញគឺបងប្អូនត្រូវការទាញយកកម្មវិធី Gboard ហ្នឹងដូចគ្នាដែលយើងចូលមកកាន់ Play Store ហើយទាញយកកម្មវិធីហ្នឹងមកតទៅទាញយើងបើកវាចុច Enable in Setting ហើយបងប្អូនបើកកម្មវិធី Gboard ហ្នឹងមកចុច OK ហើយខ្ញុំអាចត្រឡប់មកក្រោយវិញខ្ញុំចុច Select Input Method ខ្ញុំរើស Gboard ខ្ញុំចុច Done ហើយកន្លែង language នេះគឺខ្ញុំត្រូវការ add ភាសាខ្មែរចូលដូចទៅនឹង iPhone អញ្ចឹង select ខ្មែរមកហើយចុច Done អញ្ចឹងតែប៉ុណ្្នឹងទេលើឧទាហរណ៍ដែលខ្ញុំចូលមកកាន់ keyboard អញ្ចឹងវា load keyboard នឹងស្រេចខ្ញុំចុចដូរមកខ្មែរខ្ញុំចុចប៊ូតុងសលេងនេះហើយខ្ញុំចុចនេះមកសួស្ដីសុខសប្បាយទេឃើញទេមានន័យថាអ្វីដែលយើងនិយាយហ្នឹងគឺវាសរសេរយើងភ្លាមតែម្ដងហើយភាគច្រើនខ្ញុំឃើញថាសរសេរត្រូវសឹងតែ 95% អីហើយវាអាចខុសចង់និយាយថាវាអាចខុសអីតិចតួចប៉ុន្តែខ្ញុំឃើញថាវាធ្វើការបានល្អច្រើន